សូមចិត្តបងប្អូនហើយក៏សូមទោសទុកជាមុនសម្រាប់បងប្អូនយើងដែលបានចូលស្ដាប់ខ្ញុំសូមនិយាយអំពីរឿងបងអូនវីតានិងបងស្រីព្រីម៉ាន់ថាពួកគាត់សិតតែខ្ញុំស្គាល់ទាំងពីរនាក់ហើយការដែលខ្ញុំស្ដាប់ទាំងសងខាងគឺខ្ញុំអត់កាន់ជើងខាងណាខុសខាងណាត្រូវទេខ្ញុំឲ្យពួកគាត់ 50% ម្នាក់បាទមានន័យថានិយាយទៅពួកគាត់សិតតែមានគោលបំណងរៀងៗខ្លួនពាក់ព័ន្ធជាមួយនឹងបងស្រីព្រីម៉ាន់ថាគឺគាត់មានផុសតាងច្បាស់លាស់នៅក្នុងការចេញផ្សាររបស់បងប្រុសសធាបាទគឺគ្រប់បាទទោះបីជាគាត់បានលាចាកលោកនេះទៅហើយក៏គាត់មានគុណធម៌សិលធម៌របស់គាត់ដែលមានគេគ្រប់ស្រឡាញ់គាត់ច្រើនខ្ញុំពិតជាសោកស្ដាយណាស់មិនគួរឲ្យមានរឿងនឹងចម្រាស់គ្នាពេលដែលគាត់ស្លាប់ទៅហើយវាធ្វើដូចជាឲ្យគាត់នឹងមានអារម្មណ៍មួយថាមិនស្ងប់រងាប់ជាពិសេសគឺបងប្អូនក្រុមគ្រួសាររបស់គាត់ផ្ទាល់តែម្ដងគឺគាត់ពិបាកចិត្តកាលណាយកឈ្មោះគាត់យកមកជាប្រធានបទជជែកវែកញែកគ្នាចង់ចាញ់ចង់ឈ្នះនោះវាជារឿងមួយដែលធ្វើឲ្យគ្រួសាររបស់គាត់កូនក្មួយរបស់គាត់គឺពិបាកចិត្តណាស់អញ្ចឹងខ្ញុំសូមចិត្តបងក៏ដូចជាបងអូនសូមបញ្ចប់បាទជាមួយនឹងការវែកញែកនេះទៅហើយមួយទៀតបងស្រីព្រីម៉ាន់ថាគាត់ក៏ជារៀមច្បងសិល្បៈមួយរូបដែលគាត់បានធ្វើវីដេអូល្អៗច្រើនពាក់ព័ន្ធជាមួយនឹងសង្គមជាតិយើងហើយមួយទៀតនោះគឺគាត់បានបញ្ចេញនៅអ្វីដែលជាផុសតាងពិតប្រាកដទៅគាត់ហ៊ាននិយាយអញ្ចឹងយើងមិនអាចបន្ទោសទៅដល់បងស្រីព្រីម៉ាន់ថាទេចំពោះបងអូនវីតាក៏ចឹងដែរសូមបញ្ចប់ត្រឹមប៉ុណ្ណឹងឈប់វែកញែកហើយឈប់លើកយកមកនិយាយពីរឿងអ្វីតទៅទៀតបងអូនធ្វើតែអ្វីដែលល្អៗបងអូនធ្វើអ្វីដែលជោគជ័យសម្រាប់ជីវិតបងអូនទៅព្រោះជីវិតបងអូនវីតានេះខ្ញុំនិយាយមួយម៉ាត់ទៅគឺខ្ញុំបើនិយាយមួយម៉ាត់ទៅគឺខ្ញុំនិងបងអូនសទ្ធាហ្នឹងគឺដើរទន្ទឹមគ្នាចំនួនដែលបងអូនវីតាធ្លាក់ហ្នឹងគឺបងម្នាក់នេះហើយនឹងបងអូនសទ្ធាហ្នឹងគឺដើរទន្ទឹមគ្នាដែលជួយយឹតយោងជួយផ្ដល់កម្លាំងចិត្តហើយដឹងពីមួយទៀតគឺដឹងអំពីទុក្ខធរៈរបស់បងអូនវីតានេះគឺបងដឹងច្បាស់ណាស់ណាបងដឹងច្បាស់ណាស់ប៉ុន្តែនៅពេលដែលបងអូនវីតាបានគេហៅថារឿងបំរាស់ពីបំណុលបានច្រើនហើយនោះបងក៏មិនសូវបានទៅឲ្យបងអូនដែលរសាររវល់ដូចតែគ្នាហ្នឹងម្នាក់គ្មានតាណាមួយមិនប្របាក់ទេបាទរហូតដល់ប្រទេសជាតិយើងកំពុងតែលំបាកអញ្ចឹងយើងកាន់តែលំបាកឡើងហើយមិនដឹងថាទៅនិយាយប្រាប់គេថាម៉េចថាយើងពិបាកយើងជពាក់គេយើងអីអញ្ចឹងមានរឿងដូចគ្នាតអញ្ចឹងបងអូនវីតាក៏សូមបញ្ចប់ត្រឹមប៉ុណ្្នឹងចុះហើយបងដឹងថាទុកធរៈរបស់បងអូនពិបាកមែនបងអូនមិនសម្ដែងទេគឺបងអូនពិតប្រាកដតាំងពីជំនាន់ហ្នឹងហើយបងអូនក៏ធ្លាប់និយាយពីមុខបងថាចេះថាបងអូនសទ្ធាជួយបងអូនច្រើនណាស់ជួយកម្លាំងចិត្តជួយមកផ្សាយពាណិជ្ជកម្មជួយធ្វើ BA ឲ្យគឺថាធ្លាប់និយាយរឿយហើយខ្ញុំមិននឹកស្មានថាដល់ចំណុចមួយដែលគេហៅថាចំណុចនេះបងប្អូនខ្ញុំចង់និយាយមកថាជាការយល់ច្រឡំមួយដែរដោយសារតែអ្វីដែលជារឿងពិតនោះគឺមានតែបងស្រីដែលជាបងស្រីបង្កើតរបស់បងអូនសទ្ធាទេហើយបងស្រីបង្កើតរបស់បងអូនសទ្ធានេះគឺខ្ញុំបានជួបគាត់ខ្ញុំបានសួរនាំគាត់គាត់ដឹងច្បាស់ខ្ញុំបានទៅផ្ទះបងអូនវីតាឲ្យបានសួរបងស្រីបងយ៉ាងម៉េចអីចេះគាត់ថាបានចេះបានការងារធ្វើចេះបងអូនវីតាឲ្យថ្ងៃឲ្យអីចឹងណាខ្ញុំជួបគាត់តាំងពីដំបូងរហូតដល់ចុងបញ្ចប់ដែលទៅហ្នឹងខ្ញុំអត់ដឹងថាបងស្រីគាត់ឈប់ធ្វើការពីកន្លែងវីតាទេខ្ញុំអត់ដឹងថាមូលហេតុអីដែរណាបងអូនវីតាក៏មិនបានប្រាប់ខ្ញុំហើយបងស្រីក៏មិនបានផ្ដល់តំណែងអីដឹងសាច់រឿងចឹងទៅក៏មិនដឹងថាបងអូនធាគាត់អន់ចិត្តឬក៏យ៉ាងណាយ៉ាងណីអានឹងខ្ញុំអត់ដឹងដែរតែខ្ញុំសង្ឃឹមថារឿងនេះវាអាចនឹងការយល់ច្រឡំមួយបាទយល់ច្រឡំមួយដោយសារបងអូនសទ្ធាអត់បានសួរនាំទៅវីតាហើយវីតាក៏មិនបានសួរទៅបងអូនសទ្ធាថាទេទៅអត់លើកទូរស័ព្ទហ្នឹងគឺអន់ចិត្តអាហ្នឹងគឺការយល់ច្រឡំមួយបាទតែបើវីតានៅក្នុងការគោរពស្រឡាញ់បងអូនធានោះគឺខ្ញុំជឿជាក់ថាគាត់ពិតជាស្រឡាញ់មែនហើយរហូតដល់ការធ្វើបន់ធ្វើអីហ្នឹងថ្ងៃដែលគាត់ស្លាប់ភ្លាមហ្នឹងខ្ញុំទៅវីតាភ្លាមវីតាទុកទូរស័ព្ទចោលហើយវីតាឡើង pass app មកជួបភ្លាមមិននឹកស្មានថាបងអូនធាគាត់ស្លាប់ទេអញ្ចឹងណាអាហ្នឹងខ្ញុំតាមដានសាច់រឿងរហូតហើយបន្តទៅទៀតខ្ញុំចង់និយាយថារឿងដែលយល់ច្រឡំខ្ញុំសូមឲ្យបងស្រីសទ្ធាណាបងសទ្ធាអាចបកស្រាយបានថារឿងនេះវាយ៉ាងម៉េចកុំឲ្យមានកំហុសកាន់តែធ្ងន់ទៅហើយធ្វើឲ្យមហាជនរបស់យើងច្បោកច្បល់មិនដឹងថាខាងណាខុសខាងណាត្រូវអញ្ចឹងចង់ឲ្យបងស្រីលើកយកមកនិយាយឬក៏នៅទឹកចិត្តរបស់បងវីតាយ៉ាងម៉េចហើយពេលចេញទៅនឹងមានបានប្រាប់គាត់ឬក៏គាត់អន់ចិត្តនឹងរឿងអីបានទៅប្រាប់បងសទ្ធាឲ្យមានបញ្ហារហូតដល់រៀបរាប់ទៅប្រាប់បងណែព្រីម៉ាន់ថាហើយបងស្រីព្រីម៉ាន់ថាក៏អត់ខុសអីទេដោយសារគាត់ដឹងស្អីរឿងហ្នឹងបានគាត់ចេញមកនិយាយថាមិនបាច់លើកយកឈ្មោះខ្មោចឬក៏អីចឹងទៅប៉ុន្តែអានេះជាសម្ដីរបស់គាត់និយាយណាអញ្ចឹងខ្ញុំចង់កាយត្រឡប់កប់ចោលវិញគឺថាសូមឲ្យបងស្រីក៏លើកលែងឲ្យបងវីតាហើយបងវីតាក៏ទៅសុំទោសទៅដល់បងស្រីព្រីម៉ាន់ថាបងស្រីព្រីម៉ាន់ថាគាត់មិនបានទៅជិះជាន់បងអូនអីទេគាត់តែគាត់និយាយទៅតាមអ្វីដែលគាត់មើលឃើញតែប៉ុណ្ណោះអញ្ចឹងណាអញ្ចឹងសរុបសេចក្តីមកខ្ញុំចង់ឲ្យបងប្អូនយើងត្រូវគ្នាវិញដោយទឹកចិត្តស្រឡាញ់បើស្រឡាញ់បងអូនប្រុសសទ្ធាគឺសូមឲ្យបងប្អូនយើងត្រូវគ្នាណាក
កុំវែងញែកអីតទៅទៀតខ្ញុំគិតថានេះជារឿងយល់ច្រឡំទេព្រោះរឿងការយល់ច្រឡំនេះមិនបាននិយាយគ្នាមិនបានជជែកគ្នានេះមនុស្សយើងគឺមានកំហុសខ្លាំងណាស់ការដែលមិនបានរៀបរាប់ដែលមិនបានជជែកគ្នាទល់មុខគ្នាណាគឺមនុស្សយើងមានកំហុសខ្លាំងណាស់ដូចខ្ញុំមានវិបត្តិខ្លាំងវិបត្តិរបស់ខ្ញុំគឺវិបត្តិមួយដែលមានបញ្ហាដោយមិនបានដឹងមិនបានច្បាស់ណានៅក្នុងខ្លួនហើយមិនបានជជែកគ្នាខ្ញុំសូមជំរាបជូនដល់ពុកម៉ែបងប្អូនខ្ញុំមានរឿងមួយពាក់ព័ន្ធជាមួយនឹងជីវិតរបស់ខ្ញុំដែលខ្ញុំនៅចងចាំមួយជីវិតណាគឺខ្ញុំនេះជាមួយនឹងប្អូនលេងនៅវត្រាណាខ្ញុំសូមលើកយកឈ្មោះប្អូនប្រុសចោះហើយខ្ញុំអត់យកទេសនាមឬក៏ទូនទីឋានៈគាត់ជាស្អីខ្ញុំចង់និយាយថាប្អូនលេងនៅវត្រាគឺជាប្អូនប្រុសម្នាក់ដែលខ្ញុំស្គាល់បាទហើយការរស់នៅជាមួយគ្នាគឺយល់យោគគ្នាគឺស្រឡាញ់គ្នារហូតដល់ចាប់ដៃគ្នាបើកជាក្លឹបណាបើកជាក្លឹបសុកស្រែមួយបាទដែលយើងចាប់ដៃគ្នាកសាងរកស៊ីជាមួយគ្នាហើយគោរពស្រឡាញ់គ្នាណាចង់និយាយមួយម៉ាត់ថាបាយមួយចានហូបគ្នាពីរនាក់ណាស្រឡាញ់គ្នាណាស់ហើយមានតែខ្ញុំទេដែលដឹងអំពីជីវភាពរបស់បងលេងនៅវត្រាហ្នឹងបាទគ្រួសារគាត់ទាំងប្រហែលខ្ញុំដឹងទាំងអស់បាទខ្ញុំដឹងខ្ទេចដឹងខ្ទីទាំងអស់ថាជីវភាពពួកគាត់យ៉ាងម៉េចពិបាកយ៉ាងម៉េចណាកម្រងបានដល់ពេលវេលានេះបាទហើយចំណែកសូម្បីតែផលិតកម្មលេងនៅវត្រារាល់ថ្ងៃដែលបើករាល់ថ្ងៃនេះគឺខ្ញុំឯងអ្នកទៅដល់ក្រសួងណាខ្ញុំឯងអ្នកទៅស្នើសុំក្រសួងរត់ការខ្ញុំអ្នកណែនាំជាមួយនឹងខាងមន្ត្រីដែលពាក់ព័ន្ធនឹងការបើកណាផលិតកម្មលេងនៅវត្រានេះអញ្ចឹងសួរតែបងលេងនៅវត្រាទៅដឹងតែរឿងមួយដែលខ្ញុំហ៊ូចិត្តហើយជារឿងមួយដែលផន់ច្រឡំសូម្បីតែគាត់ក៏ដឹងដែរគឺគាត់ផន់ច្រឡំជាមួយខ្ញុំដោយសារហេតុអីដោយសារក្មួយរបស់គាត់នោះណាគាត់បានរាយការណ៍នឹងក្រុមគ្រួសារបងប្អូនគាត់រាយការណ៍ទៅគាត់ថាខ្ញុំនេះបោកប្រាស់មានបញ្ហាឆ្លោះនៅក្នុងក្លឹបហ្នឹងមូលហេតុអីចឹងទៅអញ្ចឹងក៏គាត់បានទៅប្រាប់គាត់អត់បានសួរនាំខ្ញុំច្បាស់លាស់ទេព្រលឹមឡើងគាត់ខលមកជេរខ្ញុំយកតែហ្មងអូផាំងម៉ែចេះចុះអីជេរនេះជេរនោះចឹងណាធម្មតាតែឆ្លោះគ្នាវាមិនដែរណានិយាយបងមិនហើយដល់ទៅពេលគាត់យើងជេរទៅវិញម៉ាំងឡើងវិញដល់ទៅពេលហើយបន្ទាប់មកទៀតដឹងសាច់រឿងអស់ទៅក៏សុំទោសគ្នាទៅវិញទៅមកចឹងទៅអាហ្នឹងប្រវត្តិដែលខ្ញុំជឿចាប់ថារឿងដែលមិនបានសួរនាំច្បាស់លាស់ណាថាមូលហេតុអីបានជាអញ្ចឹងអន់ចិត្តគ្នារហូតដល់សប្តាហ៍ថ្ងៃនេះអត់ដែលនិយាយរកគ្នាអត់ដែលទៅប្រស័យតាក់ទងគ្នាទេដែលយើងមានប្រវត្តិជាមួយគ្នាជួចចត់ជីកឡានជាមួយគ្នាពិបាកអត់លុយអត់កាក់ណែអាហ្នឹងរឿងដែលខ្ញុំចង់និយាយថានេះជារឿងដែលយល់ច្រឡំហើយគ្មានរឿងអីតសោះឃើញទេរហូតដល់បែកបាក់គ្នារហូតដល់ឥឡូវដែលមិនដែលតែរកគ្នាទាំងមានលេខទូរស័ព្ទទាំងសួរសុខទុក្ខគ្នាគឺមិនដែលទេគាត់ក៏ទៅតាមតែគាត់ទៅខ្ញុំទៅតាមតែខ្ញុំទៅគាត់មានតែគាត់ទៅគាត់ជិះយន្តហោះជិះតែគាត់ទៅខ្ញុំជិះឡានតាក់ស៊ីតាមតែខ្ញុំចឹងទៅបាទគាត់ដេកវីឡាខ្ញុំដេកអីចឹងគឺខ្ញុំអត់តូចចិត្តទេគាត់តែខ្ញុំមានអារម្មណ៍មួយថាហេតុអីមនុស្សដែលស្រឡាញ់គ្នាមិនបានសួរនាំគ្នាមិនបានសួរពីមូលហេតុអីបានត្រូវជេរគ្នាហ្នឹងអញ្ចឹងណាអញ្ចឹងការយល់ច្រឡំទេឥឡូវនេះខ្ញុំសូមបូកសរុបមកវិញថារឿងដែលសំខាន់បំផុតមនុស្សយើងតែងតែយល់ច្រឡំបាទការយល់ច្រឡំនេះជារឿងធំណាស់ខ្ញុំសូមឲ្យបញ្ចប់ត្រឹមប៉ុណ្្នឹងចុះបើសិនជាការនិយាយរបស់ខ្ញុំលើសលួសខ្វះខាតក៏សូមអធិស្ឋានហើយ